ខ្ញុំក៏តែចង់បញ្ជាក់ជូនបងប្អូនម្ដងទៀតបញ្ជាក់ជូនបងប្អូនម្ដងទៀតក្នុងនាមលោកប្រធានសំរងស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូក្នុងនាមក្រុមប្រឹក្សាជាតិតស៊ូក្នុងនាមសហការីក្រុមប្រឹក្សាជាតិតស៊ូនៅទូទាំងពិភពលោកខ្ញុំចាប់អារម្មណ៍រឿងមួយដែលបងសម្បត្តិគាត់មានប្រសាសន៍អំពីការការពារទឹកដីព្រំដែនបងប្អូនមកដល់ពេលនេះនៅតែមានការយល់ច្រឡំអំពីគេហៅថានៅអ្វីដែលលោកហ៊ុនសែនបានទៅឃោសនាក្រុមគាត់ណារួបរวมជាមួយហ៊ុនសែនទៅដើម្បីការពារទឹកដីនៃប្រទេសកម្ពុជាគាត់និយាយចឹងមែនទេរួបរวมជាមួយហ៊ុនសែនទៅដើម្បីការពារទឹកដីនៃប្រទេសកម្ពុជាស្រាប់តែសំរងស៊ីថាឥឡូវបើរួបរวมជជែកគ្នាសំរងអាឡូដូចមិនសប្បាយចិត្តជាមួយខ្ញុំវិញអាឡូលោកហ៊ុនសែននិងក្រុមរបស់គាត់ឃោសនាថាអាឡូលោកហ៊ុនសែននិងក្រុមរបស់គាត់ឃោសនាថាបងប្អូនរួបរวมគ្នាដើម្បីយើងការពារទឹកដីជាមួយគ្នាសំរងស៊ីថាអូខេរួបរวมតែយើងត្រូវនិយាយគ្នាថាយើងចូលរួមការពារចិត្តទឹកដីជាមួយគ្នាដោយរបៀបណាដោយរបៀបគ្រាន់តែឃោសនាលើកតម្កើងហ៊ុនសែនឬក៏ជជែកគ្នាផ្សះផ្សាជាតិមែនទែនហើយប្រើរូបមន្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រហែលថ្ងៃក្រោយមកលោកហ៊ុនសែនមិនត្រឹមតែមិនបានបង្ហាញនៅស្មារតីនៃការរួបរวมទេលើកចោលនៅសវនកម្មកម្មសុខាលើកចោលសវនកម្មរងឈុនចាប់មេបកមួយដាក់គុកថែមទៀតរួបរวมយ៉ាងម៉េចសំរងស៊ីគាត់ចង់និយាយថារួបរวมទាំងអស់គ្នាមិនហ៊ុនសែនមកនិយាយពាក្យរួបរวมរួចហើយទៅឃោសនាបោកប្រាស់ប្រជាពលរដ្ឋតែចុងទេអត់ទេអាហ្នឹងមិនមែនរួបរวมទេហើយសំខាន់បំផុតដើម្បីអាចបញ្ជាក់អំពីការរួបរวมវាគ្មានអ្នកណាទៅចងដៃហើយបិទមាត់គេហើយអ្នកនិយាយតាមខ្ញុំថារួបរวมមិនមែនចុះទេគឺដល់លេងអ្នកទោសនយោបាយអ្នកទោសមនសិការទាំងអស់តែហ៊ុនសែនចាប់ដាក់គុកអាហ្នឹងបានគេហៅថារួបរวมហើយស្មារតីរួបរวมបែបហ្នឹងទើបអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការការពារទឹកដីនៃប្រទេសកម្ពុជាកម្លាំងគ្រប់គ្រាន់យ៉ាងម៉េចបងប្អូនថាចុះសំរងស៊ីទៅកាន់អាវុធបាញ់ឯងមែនទេវាគ្មានអាណាទៅកាន់អាវុធបាញ់ទាំងអស់គ្នាទេវានៅតែជាយុទ្ធជនដដែលទៅកាន់អាវុធបាញ់ចុះអ្វីទៅជាកម្លាំងធំកម្លាំងហិរញ្ញវត្ថុបើសិនជារួបរวมជជែកគ្នាមួយសំរងស៊ីផ្សះផ្សាគ្នាកម្លាំងហិរញ្ញវត្ថុធំកម្លាំងហិរញ្ញវត្ថុពីណាមកទី1ខ្មែរគ្រាន់តែឃើញរួបរวมភ្លាមបើមិនជឿខ្ញុំឲ្យហ៊ុនសែនសាកល្បងធ្វើហ៊ុនសែននិងសំរងស៊ីអង្គុយពុកនៅទីក្រុងប៉ារីសនិយាយថាខ្មែរចូលរួមម្នាក់$10ខ្មែររាប់លានអ្នកនៅលើពិភពលោកគ្មានអាណាមិនចូលទេសំដេចឲ្យ$10អ្នកណាក៏ចូលដែរខ្ញុំនិយាយតែ$ហើយខ្ញុំមិនជឿថា$ទេមានអ្នក€100អ្នក€1000អ្នក10000អ្នក100000មិនចេះខ្វះខ្ញុំជឿតែអញ្ចឹងហ្មងតែអ្នកអត់បំផុតក៏$មិនខ្វះប្រមូលលុយប៉ុណ្ណឹងដើម្បីជួយកងទ័ពរាប់លាន$កងទ័ពពាក់លីជីវិតយ៉ាងម៉េចពាក់លីជីវិតអាចឲ្យ$30,000ស្មើថៃឧបត្ថម្ភគ្រួសារកងទ័ពឧបត្ថម្ភកូនចៅកងទ័ពគឺថាពួកគាត់លះបង់ជីវិតទី1ទឹកចិត្តការលះបង់ដោយសេចក្តីថ្លៃថ្នូរក្នុងការការពារជាតិផងទី2គាត់មើលឃើញជាក់ស្ដែងថាពួកយើងបានគិតគូរអំពីពួកគាត់ផងអានេះកម្លាំងរួមទី2យ៉ាងម៉េចបើខាងណារួបរวมបានន័យថាសហគមន៍អន្តរជាតិគេមើលឃើញច្បាស់គេជួយមានវត្តមានគណៈបក្សសង្គ្រោះជាតិមានវត្តមានសំរងស៊ីមានវត្តមានអ្នកប្រជាធិបតេយ្យហើយខ្ញុំនិយាយអស់ទៅមិនមែនទៅបញ្ចូលអីណាទេហ៊ុនសែនហ៊ុនម៉ាណែតគ្រួសារគាត់ទៅនិយាយជាមួយសហគមន៍អន្តរជាតិណាស្ដាប់តែបើសំរងស៊ីជួលលោកសុំបារាទៅនិយាយគេស្ដាប់ទេគេស្ដាប់ទេអារឿងគេស្ដាប់នោះមួយប៉ុន្តែមួយទៀតគឺយើងចេះនិយាយមែនអត់គឺយើងចេះនិយាយយើងមានទំនាក់ទំនងជាមួយគេយូរហើយអញ្ចឹងមានន័យថាម៉េចមានន័យថាអានឹងគឺជាកម្លាំងប្រមូលផ្ដុំនៃវេទិកាអន្តរជាតិហើយអាកម្លាំងប្រមូលផ្ដុំនៃវេទិកាអន្តរជាតិវាសំខាន់នៅត្រង់ណាសំខាន់នៅត្រង់ថាបរទេសតែឈ្លានពាននោះมันអាចបំភាន់ព័ត៌មានបានទេមិនអញ្ចឹងมันអាចបំភាន់ព័ត៌មានបានទេឲ្យហ៊ុនសែនទៅបញ្យល់គេថាម៉េចបើហ៊ុនសែនអត់ចេះនិយាយផងហ្នឹងមិនត្រឹមតែមិនហ៊ានបញ្យល់គេមិនត្រឹមតែមិនចេះបញ្យល់គេទេមិនហ៊ានបញ្យល់គេទៀតប៉ុន្តែបើយើងរួបរวมគ្នាឲ្យសំរងស៊ីទៅបញ្យល់គេបងប្អូនជឿជាក់ថាគ្មានបរទេសណាអាចវាយលុកលើប្រព័ន្ធព័ត៌មានយើងបានទេមែនទេមែនទេអត់ពីព្រោះសំរងស៊ីគាត់និយាយផ្ទាល់ជាមួយសហគមន៍អន្តរជាតិបានជាមួយបណ្ដាញព័ត៌មានធំៗនៅលើពិភពលោកបានយ៉ាងងាយពេលណាក៏បានមានដូចហ៊ុនសែនទេមែនអត់បណ្ដាញនៅលើពិភពលោកគឺគេអាចតាក់ទងសួរសំរងស៊ីភ្លាមពីព្រោះអីគេស្រួលនឹងនិយាយគេនិយាយទៅវាឆាប់យល់អាហ្នឹងហើយគេហៅថាកម្លាំងជាតិពាក្យថាសង្គ្រាមមិនមែនត្រឹមតែបាញ់គ្នាទេណាបងប្អូនបាញ់គ្នាយើងទុកចិត្តលើយុទ្ធជនយើងមានលុយយើងជួយគាត់អានោះយើងជួយយុទ្ធជនណាប៉ុន្តែក្រៅតែពីការបាញ់គ្នាស្អីគេកម្លាំងព័ត៌មានកម្លាំងការទូតអានោះខ្លាំងណាស់ហើយបើកម្លាំងការទូតដោយហ៊ុនសែនហ៊ុនម៉ាណែតសពថ្ងៃទៅឈ្នះគេអត់ឈ្នះគេទេអញ្ចឹងបានជាខ្ញុំនិយាយថាតែពិតគេនឹងគ្រប់ភាគគ្នាថាយើងក្នុងគ្រោះប៉ុន្តែគេជួយយើងទេអត់ទេបើគេផ្លែតនិយាយទៅដល់ CNN តែក្រុមហ៊ុនសែន5ថ្ងៃ10ថ្ងៃមកអាទិត្យទៅហើយទៅនិយាយ CTN នៅស្រុកខ្មែរហ្នឹងមែនអត់គេនិយាយដល់ CNN ភ្លាម
ប្រហែលនាទីក្រោយក្រុមលោកហ៊ុនសែននិយាយទៅដល់ CTN មកទៅនៅស្រុកខ្មែរនិយាយទៅនៅ CTN ថាហ៊ុនសែនចុះហ៊ុនម៉ាណែតចុះគ្មានបទពិសោធន៍របស់អ្នកនាំពាក្យគេនោះអង្គុយតែនិយាយពីរឿងអត់ប្រយោជន៍ឈ្នះរហូតគេថាគេឈ្នះរហូតចំណុចទី1ចំណុចទី2ខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាយើងមិនអាចសោះឡើយក្នុងការទុកចិត្តលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតឲ្យការពារទឹកដីដូចដែលខ្ញុំបញ្ជាក់ជូនបងប្អូនចឹងពេលដែលលោកហ៊ុនសែននិងលោកថាស៊ីត្រូវគ្នាបងប្អូនមើលធ្វើបាបខ្មែរខ្មែរប្រជាធិបតេយ្យនៅលើទឹកដីថៃទាំងអស់អត់មានបានសុខទេរត់ឲ្យរញ៉េរញ៉ៃរប៉ាត់រប៉ាយរហូតដល់ចុងក្រោយសម្រាប់លោកលឹមគឹមយ៉ាដែលជាអតីតសមាជិកសភាគណៈបកសង្គ្រោះជាតិទៀតមែនទេពេលដែលហ៊ុនសែននិងថាស៊ីត្រូវគ្នាក៏ខ្មែរអត់បានសុខពេលដែលហ៊ុនសែននិងថាស៊ីឆ្លោះគ្នាអានោះរត់ទៅលេងបានសុខទៀតសង្គ្រាមបដាគេចូលមកបាញ់យុទ្ធជនយើងបដាយើងគេខុសប៉ុន្តែយើងឆ្លើយតបដោយវិធីណាយើងដឹងតែយើងខ្សោយយើងឆ្លើយតបដោយវិធីណាអ្វីដែលយើងឆ្លើយតបតែមានប្រសិទ្ធភាពបំផុតគឺសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយន្តការអន្តរជាតិយើងត្រូវរាយការណ៍ទៅប្រធានអាស៊ានភ្លាមត្រូវរាយការណ៍ទៅប្រធានសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសភ្លាមឲ្យចេះធ្វើអន្តរាគមន៍ភ្លាមតែអត់បានធ្វើបាននោះទេគ្រាន់តែមានរឿងនឹងភ្លាមក្រុមប្រឹក្សាជាតិតស៊ូលោកសំរៀងស៊ីក៏បានចេញលិខិតទៀតថាឲ្យធ្វើបែបហ្នឹងដើម្បីបញ្ជាសង្គ្រាមបងប្អូននៅលើពិភពលោកណាបងប្អូនពិចារណាឲ្យច្បាស់ដែលចោតសំរៀងស៊ីថាចូលដៃជាមួយអ្នកនេះចូលដៃជាមួយអ្នកនោះអីណាធ្វើគ្មានទេអត់យើងអត់ចូលដៃជាមួយអ្នកណាថាធ្វើបែបខ្មែរទេសំរៀងស៊ីដែលបាននិយាយជាមួយគេហើយក្រុមប្រឹក្សាជាតិតស៊ូបានចេញសេចក្តីថ្លែងការណ៍មុនគេថាដើម្បីបញ្ជាសង្គ្រាមកុំឲ្យស្លាប់យុទ្ធជនខ្មែរកុំឲ្យស្លាប់ប្រជាពលរដ្ឋខ្មែរគឺនៅពេលដែលគេបានបាញ់សម្លាប់យុទ្ធជនខ្មែរម្នាក់ឈ្មោះអីលោកសួនរ៉ូណូត្រូវប្រើយន្តការអន្តរជាតិភ្លាមដើម្បីទប់ស្កាត់កុំឲ្យមានសង្គ្រាមហ៊ុនសែនអត់ចង់ទេហ៊ុនសែនទៅកកកកាយបញ្ចេញសម្លេងសម្ងាត់ថាខ្លួននឹងអួតកុំតិចផ្ទៃក្នុងថៃទីបំផុតធ្វើឲ្យមិនផ្ទៃក្នុងថៃទាំងមូលគេក្តៅក្រហាយនឹងហ៊ុនសែនគេត្រូវសងសឹកនឹងហ៊ុនសែនដល់ពេលត្រូវសងសឹកនឹងហ៊ុនសែនគេត្រូវហ៊ុនសែនណាបាញ់យុទ្ធជនខ្មែរបាញ់ប្រជាពលរដ្ឋខ្មែរទីបំផុតរងគ្រោះប្រជាពលរដ្ឋខ្មែរឃើញទេអានឹងហើយដែលកំហុសធំបំផុតខ្ញុំបានបញ្ជាក់ប្រាប់ជូនបងប្អូននៅជុំវិញពិភពលោកថាត្រូវនិយាយការពិតដែលត្រូវនិយាយឲ្យចំសាច់រឿងនៅពេលដែលមានបញ្ហាដំបូងក្រុមប្រឹក្សាជាតិតស៊ូនិងសំរាស៊ីបានផ្ដល់នៅយុទ្ធសាស្ត្រច្បាស់ណាស់ផ្ដល់នៅដំណោះស្រាយច្បាស់ណាស់ថាប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឲ្យប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឲ្យមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិភ្លាមដើម្បីបញ្ជាសង្គ្រាមនេះគឺសារនឹងដំណោះស្រាយរបស់សំរាស៊ីនិងក្រុមប្រឹក្សាជាតិតស៊ូប៉ុន្តែដល់ពេលហ៊ុនសែនដំណោះស្រាយមិនដោះស្រាយចុងណាទៅបញ្ចេញសារសម្លេងសម្ងាត់ធ្វើឲ្យផ្ទុះបាច់សាច់នៅទំនាស់រវាងក្រុមគ្រួសារថាស៊ីននិងក្រុមគ្រួសារហ៊ុនសែនធ្វើឲ្យផ្ទៃក្នុងថៃក្រហល់ក្រហាយថៃមិនអាចលើកលែងឲ្យលោកហ៊ុនសែនបានពីព្រោះលោកហ៊ុនសែនគាត់អួតថាម៉េចគាត់ថារាប់សតវត្សមកហើយមិនដែលណាទៅកកកកាយផ្ទៃក្នុងថៃដូចគាត់ទេគាត់ប្រកែណាអានោះហើយដែលធ្វើឲ្យប្រជាជាតិថៃក្តៅក្រហាយគេត្រូវសងសឹកហ៊ុនសែនដល់ពេលគេត្រូវសងសឹកហ៊ុនសែនយ៉ាងម៉េចអ្នកដែលរងគ្រោះណាហ៊ុនសែនតែទទួលរក្សាមកតែអ្នករងគ្រោះណាយុទ្ធជនការពារព្រំដែនអ្នករងគ្រោះប្រជាពលរដ្ឋខ្មែរឃើញទេអញ្ចឹងបាទខ្ញុំបញ្ជាក់ថាយើងត្រូវនិយាយការពិតប្រាប់ពិភពលោកថាសមរង្ស៊ីក្រុមប្រឹក្សាជាតិតស៊ូបានផ្ដល់ដំណោះស្រាយឲ្យបញ្ជាសង្គ្រាមតែហ៊ុនសែនបែរទីជាយកយុទ្ធសាស្ត្របញ្ជាឲ្យមានសង្គ្រាមហើយធ្វើខ្លួនយ៉ាងម៉េចជាអ្នកការពារជាតិអ្នកការពារជាតិឯណាអត់ដឹងសមត្ថភាពជាតិខ្លួនឯងប៉ុណ្ណាទៅបញ្ជាឲ្យមានសង្គ្រាមឃើញទេត្រង់ហ្នឹងជារឿងដែលពិភពលោកប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកត្រូវដឹងឲ្យច្បាស់មិនអាចមកចោទសមរង្ស៊ីមិនអាចមកចោទក្រុមប្រឹក្សាជាតិតស៊ូថាចូលដៃជាមួយបរទេសទេអូច្បាស់ទាំងអស់គ្នាណាគឺហ៊ុនសែនខ្លួនឯងជាអ្នកបញ្ជាសង្គ្រាមខ្ញុំបញ្ជាក់ជូនបងប្អូនណាត្រង់នឹងហើយតែខ្ញុំបញ្ជាក់ថាហ៊ុនសែនត្រូវជាមួយថៃក៏ខ្មែររងគ្រោះហ៊ុនសែនខុសជាមួយថៃក៏ខ្មែររងគ្រោះឃើញទេបងប្អូននៅជុំវិញពិភពលោកមើលឲ្យច្បាស់អញ្ចឹងអំណាចហ៊ុនសែនមិនមែនជាអំណាចការពារទឹកដីនៃប្រទេសកម្ពុជាទេអំណាចហ៊ុនសែនគឺជាអំណាចដែលធ្វើបាបខ្មែរបន្លំធ្វើបាបខ្មែរហើយក៏បោកប្រាស់ប្រជាពលរដ្ឋខ្មែរថាខ្លួនជាអ្នកការពារជាតិការពារទឹកដីណាទៅការពារជាតិការពារទឹកដីដោយមិនស្គាល់ថាសមត្ថភាពជាតិនឹងរបស់យើងមានកម្រិតណាហើយត្រូវប្រើអីមែនទេបងប្អូនខ្ញុំជម្រាបជូនបងប្អូនរឿងមួយទៀតតែគេការពារជាតិការពារទឹកដីយ៉ាងម៉េចដល់ពេលតែគេមិនប្រើយន្តការអន្តរជាតិបងប្អូនមើលរុស្ស៊ីនិងអ៊ុយក្រែនបែកគ្នារុស្ស៊ីវាយអ៊ុយក្រែនអ្វីដែលអ៊ុយក្រែនចង់បានស្អីទេបងប្អូនមកដល់ពេលនេះអ៊ុយក្រែនខំប្រយុទ្ធស្លាប់រួមមួយថ្ងៃរាប់រយអ្នកស្លាប់អ៊ុយក្រែនចង់បានអីហ៎អ៊ុយក្រែនចង់បានកិច្ចព្រមព្រៀងសន្តិភាពមកដល់ពេលនេះពីព្រោះរវាងរុស្ស៊ីនិងអ៊ុយក្រែនអត់មានកិច្ចព្រមព្រៀងសន្តិភាពទេមានត្រឹមតែអនុសារណៈយោគយល់គ្នាអនុសារណៈមិនមែនជាច្បាប់ឡើយគ្មាននរណាទៅគោរពទេអនុសារណៈហើយគ្មាននរណាទៅអន្តរាគមន៍បានទេប៉ុន្តែយើងចម្លែកហ៊ុនសែនយ៉ាងម៉េចតែមានបញ្ហាសំរងស៊ីថាឲ្យប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីយើងចម្លែកទៅហ៊ុនសែននៅត្រង់ថាយើងមានកិច្ចព្រមព្រៀងសន្តិភាពតែមិនប្រើបងប្អូនពិចារណាមើលអ៊ុយក្រែនខំតតាំងជាមួយរុស្ស៊ីស្លាប់មួយថ្ងៃរាប់រយនាក់ដើម្បីចង់បានកិច្ចព្រមព្រៀងសន្តិភាពមួយសុខទេទាមទារឲ្យអាមេរិកជួយទាមទារឲ្យអឺរ៉ុបជួយប៉ុន្តែអត់ទាន់បានតែយើងមានកិច្ចព្រមព្រៀងសន្តិភាពតែមិនប្រើបងប្អូនពិចារណាមើលថាការពីជាតិទេហើយទៅប្រព័ន្ធយុទ្ធជនបាញ់គ្នាទីបំផុតពេលដែលបាញ់គ្នាយ៉ាងម៉េចបាញ់គ្នាហើយយើងស្លាប់
យើងស្លាប់ហើយសពរបស់យើងនៅពេញព្រៃយើងយកមកធ្វើបុណ្យមិនបានផងអានោះអត់ធំណារហូតដល់យើងធ្វើបុណ្យមិនបានហើយថៃយកសពរបស់យើងដូចជានៅភ្នំទ្រាំនៅតំបន់ផ្សេងទៀតយកទៅថតហើយគេថាអានោះជាសាកសពរបស់គេឃើញទេគេយកទៅបំភាន់ពិភពលោកបានដូច្នេះបងប្អូនណាបើអ្នកណានៅជឿហ៊ុនសែនណានៅជឿហ៊ុនសែនថាការពារទឹកដីព្រំដែនណាអ្នកនោះចាញ់បោកហ៊ុនសែនរហូតដល់បាត់ប្រទេសយើងក្រយើងខ្សោយមានកិច្ចព្រមព្រៀងសន្តិភាពឲ្យមិនប្រើអត់ត្រូវទេអត់ត្រូវទេគេខំប្រយុទ្ធដើម្បីមានកិច្ចព្រមព្រៀងសន្តិភាពយើងមានកិច្ចព្រមព្រៀងសន្តិភាពហ៊ុនសែនមិនប្រើតែត្រូវទេប្រទេសនៅលើពិភពលោកប្រទេសទាំងអស់ដែលកំពុងមានចំនួនសប្តាហ៍ថ្ងៃប្រទេសទាំងអស់នឹងអត់ទាន់មានកិច្ចព្រមព្រៀងសន្តិភាពគ្នាទេណាហើយប្រទេសដែលខ្សោយជាងនឹងគឺព្យាយាមធ្វើមិនទាមទារឲ្យសហគមន៍អន្តរជាតិផលិតឲ្យបានកិច្ចព្រមព្រៀងសន្តិភាពតែហ៊ុនសែនមានកិច្ចព្រមព្រៀងសន្តិភាពមិនប្រើហ៊ុនសែនប្រើអីហ៊ុនសែនបោកប្រាស់ប្រជាពលរដ្ឋជូនប្រជាពលរដ្ឋសំទុះជូនយុទ្ធជនដែលក្រីក្រឲ្យទៅបាញ់ទៅស្លាប់ទៅគ្រាន់តែចូលបនប្រមាណធ្វើយំធ្វើស្រែហើយទីបំផុតគ្រួសារយុទ្ធជនបន្ទាប់ពីបាការបាញ់គ្នាមកឡាហេមឡាហាមសុំទៀនបងប្អូនចាំមើលអត់មានដោះស្រាយអ្វីទាំងអស់ហ្នឹងគឺហ៊ុនសែនគឺអញ្ចឹងហើយបើយើងនៅជឿជាក់ហ៊ុនសែនថាអូហ៊ុនសែនគឺជាអ្នកការពារទឹកដីជាតិខ្ញុំគិតថាយើងចាញ់បោកហ៊ុនសែនរហូតទៅបាត់ប្រទេសយើងមិនមែនយើងទាំងអស់គ្នានៅទីនេះទេគឺថាអ្នកណាដែលជឿហ៊ុនសែនថាហ៊ុនសែនការពារទឹកដីជាតិខ្ញុំគិតថាយើងបាត់ប្រទេសអញ្ចឹងខ្ញុំដោយសារខ្ញុំនិយាយ2ដងហើយម្ដងមុនមីក្រូម្ដងក្រោយអត់មីក្រូដូចជាវិញតិចដូច្នេះខ្ញុំសូមអរគុណច្រើនមិនសូវខានអារម្មណ៍លោកប្រធានអត់មីក្រូវារំខានអារម្មណ៍ដល់អត់មីក្រូវាមិនសូវខានអារម្មណ៍